បាទជំរាបសួរពុកម៉ែពូមីងអ៊ំបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺមានរឿងទៀតហើយបាទរឿងគឺករណីដូចថាគាត់បញ្ហាស្លាប់ហើយរស់វិញដោយសារយកច្រឡំឈ្មោះបាទដែលរឿងនេះគឺកើតឡើងនៅក្នុងកំពង់ស្ពឺយើងដដែលបងប្អូនខេត្តកំពង់ស្ពឺដដែលរឿងរ៉ាវនេះគឺតកតងទៅនឹងបងស្រីម្នាក់គាត់ឈ្មោះបងសាទហើយនឹងលោកពូម្នាក់ទៀតគឺឈ្មោះពូសាទដែលគាត់ឈ្មោះដូចគ្នាហើយក៏ដូចថាលក្ខណៈដូចថាយមរាជអីគេមកយកជីវិតគាត់អញ្ចឹងក៏ច្រឡំឈ្មោះអញ្ចឹងក៏តាមពិតអ្នកដែលគេមានបំណងបងយកគឺអ៊ំសាទពូសាទប្រុសទេប៉ុន្តែដល់ពេលឈឺមានបញ្ហាមីងសាទបងសាទស្រីហ្នឹងគាត់ជាអ្នកដូចថាគាត់បាត់បង់ស្មារតីបាត់ចឹងរយៈពេលយូរថ្ងៃចឹងទៅបាទហ្នឹងអញ្ចឹងរឿងនេះគឺខ្ញុំបានពីលោកអ៊ំម្នាក់គាត់ជាអ្នករៀបរាប់ប្រាប់ខ្ញុំចឹងណាបាទអញ្ចឹងក៏ខ្ញុំយកមកសម្រាយប្រាប់បងប្អូនទាំងអស់គ្នាបាទឲ្យលោកអ៊ំប្រុសគាត់បានរៀបរាប់ប្រាប់ខ្ញុំថាចំនួនហ្នឹងគឺពូសាទហ្នឹងគាត់ជាអ្នកកាប់អុសដូចថាដឹកហុបដឹកអីចឹងណាដឹកឈើហុបឈើអីចឹងណាបងប្អូនដឹកអាលឈើអាលអីគាត់ទាំងចំនួនហ្នឹងគាត់អត់ទេគួរដឹកយកមកអាលជ្រៀកធ្វើផ្ទះធ្វើអីចឹងគាត់អ្នករស់ស៊ីដឹកអុសអីតែអ្នកគាត់ហ្នឹងគឺជាអ្នកនៅភូមិជាមួយគ្នាទេឈ្មោះសាទស្រីសាទប្រុសហ្នឹងគាត់ជាអ្នកនៅភូមិជាមួយគ្នាចៃដន្យវាកើតរឿងចឹងទៅហើយគាត់ទៅកាប់ឈើហ្នឹងក៏វាប្រហែលជាកន្លះខែទៅមួយខែគាត់បានវិលមកវិញចឹងណាព្រោះឲ្យជួនកាលកាប់ទៅគាត់អាលបានមកយកមកលក់តាមផ្លូវតាមមីកាទិញបោទៅវិញចឹងទៅជួននោះក៏បានមកដល់ផ្ទះបានសម្រាប់ដល់ផ្ទះមួយអាទិត្យឬក៏កន្លះខែចឹងគាត់វិលត្រឡប់ទៅរកកាប់អីវិញអាលឈើអាលអីវិញចឹងទៅហើយចំណែកបងសាទស្រីហ្នឹងគាត់ចាប់ផ្ដើមដូចថាគាត់មិននិយាយឈឺអីទេមនុស្សដើរធម្មតាប៉ុន្តែថ្ងៃហ្នឹងអីចៃដន្យគាត់ដូចថាទៅជាវិលមុខការៈដូចថាបាត់ស្មារតីមួយផ្លែតចឹងទៅបាទတော့ក៏ដូចទៅស្ដុកស្ដឹងចឹងទៅគាត់លែងដឹងខ្លួនដឹងប្រាណអីចឹងទៅហើយមិនមកផ្លែត1ម៉ោង2ម៉ោងទេណាបងប្អូនគឺរយៈពេល2យប់2ថ្ងៃអញ្ចឹងគឺខាងក្រុមគ្រួសារគាត់ហ្នឹងក៏នឹកឃើញថាមើលទៅដូចអត់មានឃើញជីបចរអីដើរអីទៀតទេបានន័យថាគាត់ហ្នឹងគឺដូចថាគាត់ស្លាប់ហើយអញ្ចឹងក៏នាំគ្នាបងប្អូនអីគ្រួសារគាត់ហ្នឹងក៏នាំគ្នារៀបចំធ្វើបុណ្យឲ្យគាត់ចឹងក៏ហៅរោងអីរៀបចំអីចឹងមានអាចារ្យមានអីគេមកចឹងណាហើយក៏លោកអាចារ្យគេថាបើគេមើលទៅក៏ថាគាត់មិនទាន់ឲ្យជីវិតទេលោកអាចារ្យនោះគេថាគេមិនទាន់នេះដូចថាគេរៀបចំរោងរៀបចំធ្វើបុណ្យកម្មវិធីបុណ្យសពគាត់ចឹងប៉ុន្តែគាត់ថាលោកអាចារ្យគេថាគេចាំមើលតិចសិនទៅដល់បានប្រហែលជាដូចថាក្នុងថ្ងៃហ្នឹងអញ្ចឹងណាប្រហែលជារៀងល្ងាចតិចហ្នឹងក៏គាត់ចាប់ដើមមានអារម្មណ៍ថាបើកភ្នែកបើកអីមកវិញមកដល់ពេលបើកភ្នែកបើកអីវិញមកអញ្ចឹងក៏រៀងហត់ហើយគាត់ដូចថាដឹងខ្លួនវិញណាប៉ុន្តែគាត់ហត់អាការៈគាត់ហត់ដូចថាដូចមនុស្សយើងដើរឬក៏រត់ពីចម្ងាយមកអញ្ចឹងភ័យអីមួយអញ្ចឹងរៀងហត់រៀងអីអញ្ចឹងណាក៏គ្រូសាគាត់នឹងសួរហើយនឹងលោកអាចារ្យអីចឹងគាត់សួរថាមិនអីក្មួយសាទមិនក៏ក្មួយអីមានរឿងអាការៈហត់អីរឿងហត់សម្បើម្លេះតាំងលោកតាគាត់ចឹងគាត់ដឹងខ្លួនគាត់និយាយដូចថាគាត់និយាយមិនជាបានលឺច្បាស់ទេគាត់និយាយខ្សោចឹងណាគាត់ថាតើខ្ញុំគេយកខ្ញុំ
nom nhom tàu ngay á ngay đào tàu ngay miền tên ngay đào tàu plau lần sắc ở ly nhảy miền đại nhom muối thì nom nhom đào giống đó đôi tháng dùng mệt dùng một bài là giống nom gọt đào tàu chẳng còn thà khi nom gọt tàu đó chuột mê gì chẳng không chẳng cái xua cho một con là cho một ấy xua là nhom cho một sạt để giống một cái bằng chỉ bằng ấy mưa phâu cái giống này đó là về khi mưa tới thì nhóm mong men cho một nhóm đi vì cho một sạt môi tiết nó cứ sạt pro chẳng có cái lên quạt oi một vinh màu lên bị thay lên bọn sợi sạt đang màu hay quạt cột hà quạt ban màu vinh giống quạt rốt màu mà quạt rốt là hô rốt một đăng có luôn chẳng đâu chẳng có đôi thà quạt prang rốt chẳng rốt lưng quạt rốt màu vinh chẳng có quạt đăng luôn vinh màu quạt rì ra prang chẳng hay quạt prang đôi cha hay đọc cua xa quạt đăng thà kỳ vô sạt đăng sạt pro chẳng có quạt lên ai vinh nhau của kỳ làm sai cả một thị bồn vinh tàu có độc ban rô riêng chú biết thom đà đôi đàm như vinh màu mà đầm lông hay chỉ mày giúp pi giúp chắp đám ta lục pu sát nó có quạt máu bị cạp trừ bình em nữa có bên chư bên ấy đi quạt thom mà đà có bên chư quạt thom đà quạt đặc chư đấy mau môi khi nó quạt nè nó phun nó sọc nữa ở bên chư thì mà đầu tiên nó có hộp bãi hộp tự ấy hơi vẫn còn ngủ từng của đấy hết sầm rã có pu sát nó còn sập mặt tàu bên chân mà rương nó cứ về vẽ pon đừng tụi ta ở cái vô cho mua chẳng lòng hay chạy đón tụi ta rương cứ chỉ rương bật nó còn khai được bông spư với con này nhưng mà đẹp phù mới được ra cái xôm lẹ giống này mà phù rồi ngay bọn xây sát nó còn nâu nâu đè phần té ở phù sát nó còn ban sập bạn hài mà rương nó cứ rương ở pin này bật nữa mà bồn mà cứ nhóm cổ chúng nó nhóm toàn đè mà chẳng học khuôn bao bồn complete ជួយ subscribe និងចុចសញ្ញាកណ្ដឹងមួយដើម្បីលើកទឹកចិត្តឲ្យខ្ញុំក្នុងការធ្វើវីដេអូបន្តទៀតបាទអរគុណជម្រាបលា